ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel BT Random Sing ហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីថាតើកង្វះខាតវីតាមីន D អាចផ្ដល់ប៉ះពាល់អ្វីខ្លះចំពោះសុខភាពទី2ថាតើវីតាមីន D អាចរកបានតាមរយៈអាហារឬក៏សកម្មភាពអ្វីខ្លះតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងងាយភ្លេចឬក៏ខ្សោយកម្លាំងដោយមិនដឹងមូលហេតុដែរទេវាអាចបណ្ដាលមកពីកង្វះខាតវីតាមីន D ដែលមនុស្សជាច្រើនមើលរំលងវីតាមីន D មិនត្រឹមតែជួយឲ្យឆ្អឹងរឹងមាំនោះទេប៉ុន្តែវាក៏សំខាន់សម្រាប់សុខភាពខួរក្បាលនិងប្រព័ន្ធប្រសាទផងដែរប្រសិនបើរាងកាយខ្វះវីតាមីន D អ្នកនឹងអាចមានបញ្ហាដូចជាការចងចាំធ្លាក់ចុះខួរក្បាលធ្វើការយឺតឈឺឬក៏ខ្សោយសាច់ដុំនិងប្រព័ន្ធប្រសាទមិនដំណើរការល្អប្រសិនបើយើងមិនយកចិត្តទុកដាក់ហើយបន្តឲ្យកង្វះខាតវីតាមីន D នេះនៅតែកើតមានចំពោះរូបរាងកាយរបស់យើងក្នុងរយៈពេលវែងវានឹងអាចផ្ដល់ផលប៉ះពាល់ដល់សុខភាពខួរក្បាលនិងបង្កឲ្យមានជំងឺមួយចំនួនផងដែរតើហេតុអ្វីបានជាមនុស្សជាច្រើនខ្វះវីតាមីន D បើទោះបីជាពួកគេរស់នៅក្នុងប្រទេសដែលមានពន្លឺថ្ងៃច្រើនក៏ដោយមូលហេតុនោះគឺព្រោះពួកគេនៅក្នុងបន្ទប់ច្រើនមិនសូវបានចេញមកហាលថ្ងៃឬក៏មិនបានញ៉ាំអាហារដែលមានវីតាមីន D គ្រប់គ្រាន់ចំណែកឯវីតាមីន D ដែលយើងកំពុងតែពិភាក្សានេះអាចរកបានតាមរយៈសាច់មានខ្លាញ់ថ្លើមត្រីស៊ុតក្រហមផ្សិតនិងបន្លែខ្លះៗហើយសំខាន់បំផុតនោះគឺពន្លឺថ្ងៃនេះឯងដូច្នេះបងប្អូនទាំងអស់គ្នាសូមចំណាយពេលហាលថ្ងៃពេលព្រឹកប្រហែល10ទៅ15នាទីក្នុងមួយថ្ងៃដើម្បីជួយបំពេញវីតាមីន D ដោយធម្មជាតិបើអ្នកមានអារម្មណ៍ថាខ្សោយឈឺសាច់ដុំឬក៏ងាយភ្លេចញឹកញាប់សូមទៅពិនិត្យឈាមនៅមន្ទីរពេទ្យដើម្បីដឹងថាអ្នកមានកង្វះខាតវីតាមីន D ឬក៏អត់សុខភាពល្អចាប់ផ្ដើមពីការយកចិត្តទុកដាក់តិចតួចជារៀងរាល់ថ្ងៃ